តើវាជាសង្គ្រាមចិត្តសាស្ត្ររបស់សហរដ្ឋអាមេរិកឬក៏យ៉ាងណាដែលលោក Donald Trump បានលើកឡើងនៅក្នុង Truth Social Media របស់លោកនៅថ្ងៃនេះបាទគឺថាសហរដ្ឋអាមេរិកបានបើកកិច្ចចរចាជាមួយនឹងអ៊ីរ៉ង់នៅថ្ងៃទី23ខែមីនាឆ្នាំ2026នេះហើយលទ្ធផលនៃការចរចានោះបាទគឺបានជាលទ្ធផលដែលគួរប្រសើរបាទការពេញចិត្តហើយនឹងភាពរីកចម្រើនអីលក្ខណៈបាទប្រកបដោយស្ថាបនាលក្ខណៈដូច្នេះទេលោកបានបញ្ជាទៅក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកឲ្យផ្អាកការវាយប្រហារទៅលើរោងចក្រប្រេងទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ីរ៉ង់រយៈពេល5ថ្ងៃបាទនេះគឺជាការលើកឡើងរបស់សហរដ្ឋអាមេរិករបស់លោក Donald Trump តែផ្ទុយទៅវិញខាងអ៊ីរ៉ង់នោះបានលើកឡើងទៅវិញថារហូតមកដល់ពេលនេះគឺមិនមានការចរចាណាមួយទេរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកទេបាទគឺមិនមានការតាក់ទងមិនមានការជជែកចរចាគ្នាឡើយហើយច្រកអមនោះនៅតែបិទបាទមែនទែនអ៊ីរ៉ង់ថាមិនបិទទេគេរឹតបន្តឹងបាទទៅដល់ប្រទេសអមិត្តហើយនឹងនៅតែបើកបាទទៅដល់បណ្ដាប្រទេសជាមិត្តដូចជាជប៉ុនដូចជាឥណ្ឌាដូចជាចិនជាដើមបាទដូច្នេះទេតើការលើកឡើងរបស់លោក Donald Trump គឺមានចេតនាបែបណាជាសង្គ្រាមចិត្តសាស្ត្របាទតែទោះជាយ៉ាងណាក៏ដោយមើលឃើញថាអាមេរិកជួបការលំបាកនៅក្នុងសង្គ្រាមអ៊ីរ៉ង់នេះណាបាទលំបាកខ្លាំងណាស់មែនទែនគឺដូចខ្ញុំវិភាគកន្លងមកបងប្អូនចេះតែថាខ្ញុំជា fan របស់អ៊ីរ៉ង់តែមានការលំបាកបើមិនលំបាកទេគាត់មិនមែនទៅលួចចរចាស្ងាត់ជាមួយអ៊ីរ៉ង់បើសិនជាដោយការលើកឡើងនៅក្នុង Truth Social Media របស់លោក